ចាប់តាំងពីសម័យកាលអ៊ីសាក់ញូតុនមកគេដឹងថាពន្លឺវាអាចមានពណ៌ខុសៗគ្នាអាស្រ័យទៅតាមហ្វ្រេកង់និងប្រវែងខុសៗគ្នានៃរលកពន្លឺក៏ប៉ុន្តែបើសិនជាពន្លឺវាមានទម្រង់ជារលកដូចជាករណីរលកសំឡេងជាដើមដើម្បីអាចឲ្យវាធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតបានវាគួរតែត្រូវការជាចាំបាច់នៅសារធាតុអ្វីមួយជាតម្រូវគេដឹងថាសំឡេងត្រូវការជាចាំបាច់នៅសារធាតុដូចជាម៉ូលេគុលខ្យល់ទឹកឬសារធាតុអ្វីផ្សេងទៀតដើម្បីអាចឲ្យវាធ្វើដំណើរចេញពីប្រភពនៃសំឡេងមកប៉ះនឹងត្រចៀករបស់យើងដើម្បីអាចឲ្យយើងស្ដាប់ឮវាបានប្រសិនបើយើងនៅក្នុងទីអវកាសឬនៅទីកន្លែងដែលគ្មានបរិយាកាសគ្មានខ្យល់គ្មានម៉ូលេគុលដែលអាចចម្លងរលកសំឡេងបានទេនោះដូចជានៅលើព្រះច័ន្ទជាដើមបើទោះបីជាយើងស្ថិតនៅទល់មុខគ្នាហើយខំប្រឹងស្រែកយ៉ាងណាក៏ដោយក៏យើងនឹងមិនអាចស្ដាប់ឮសំឡេងគ្នាដោយផ្ទាល់បាននោះដែរពន្លឺវិញគឺផ្ទុយពីនេះរវាងផែនដីនិងព្រះអាទិត្យក៏ដូចជារវាងផែនដីនិងផ្កាយជាច្រើនផ្សេងទៀតគឺសុទ្ធតែត្រូវខណ្ឌចែកដាច់ចេញពីគ្នាដោយភាពទទេនៃទីអវកាសក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយពន្លឺដែលចេញពីព្រះអាទិត្យក៏ដូចជាចេញពីផ្កាយអស់ទាំងនោះវានៅតែអាចធ្វើដំណើរមកដល់ភ្នែករបស់យើងហើយអាចឲ្យយើងមើលឃើញវាបានដូច្នេះសំណួរចោទឡើងថាតើហេតុអ្វីបានជាពន្លឺអាចធ្វើដំណើរកាត់តាមភាពទទេដោយមិនចាំបាច់ត្រូវការសារធាតុចម្លងទាល់តែសោះបែបនេះបានទៅវិញដំណើរវិវត្តនៃចំណេះដឹងរបស់មនុស្សដែលអាចឈានទៅដោះស្រាយចម្ងល់នេះបានចាប់ផ្ដើមឡើងកាលពីចុងសតវត្សទី17ហើយចាប់ផ្ដើមចេញពីតារាវិទូដាណាម៉ាមួយរូបឈ្មោះថា Ole Rømer នៅក្នុងអំឡុងឆ្នាំ1570 Rømer បានចំណាយពេលជាច្រើនឆ្នាំនៅក្នុងទីក្រុងប៉ារីដើម្បីសង្កេតនិងសិក្សាអំពីព្រះច័ន្ទរបស់ភពព្រហស្បតិ៍ជាពិសេសផ្ដោតលើសូរគ្រាសលើភពព្រហស្បតិ៍ពូលគឺបាតុភូតដែលកើតមានឡើងនៅពេលដែលព្រះច័ន្ទរបស់ភពព្រហស្បតិ៍ធ្វើដំណើរកាត់ចំពីមុខបាំងពន្លឺព្រះអាទិត្យហើយចាំងស្រមោលទៅលើផ្ទៃនៃភពព្រហស្បតិ៍នៅក្នុងការសង្កេតនិងកត់ត្រាយ៉ាងលម្អិត Ole Rømer បានផ្ដោតអារម្មណ៍ទៅលើភាពចម្លែកមួយដែលតារាវិទូបារាំងដើមកំណត់អ៊ីតាលីម្នាក់ឈ្មោះថា Giovanni Cassini បានសង្កេតនិងកត់ត្រាទុកកាលពីមុនគឺសូរគ្រាសនៅលើភពព្រហស្បតិ៍នេះវាមានចន្លោះពេលខុសៗគ្នាគេដឹងថាព្រះច័ន្ទរបស់ភពព្រហស្បតិ៍ធ្វើដំណើរជុំវិញភពនៅក្នុងគន្លងតារាវិថីមួយដ៏ទៀងទាត់ដូច្នេះបាតុភូតសូរគ្រាសដែលកើតឡើងនៅពេលដែលព្រះច័ន្ទធ្វើដំណើរពេញមួយជុំមកដល់កាត់ចំពីមុខរវាងព្រះអាទិត្យនិងភពព្រហស្បតិ៍វាក៏គួរតែកើតមាននៅក្នុងចន្លោះពេលមួយទៀងទាត់ទៅតាមថេរវេលានៃគន្លងតារាវិថីមួយជុំនេះផងដែរក៏ប៉ុន្តែអ្វីដែលកាស៊ីនីបានឃើញគឺវាផ្ទុយពីនេះទាំងស្រុងតាមការសង្កេតនៅខែខ្លះគេឃើញថាបាតុភូតសូរគ្រាសដែលកើតឡើងដោយព្រះច័ន្ទរបស់ភពព្រហស្បតិ៍ជាពិសេសព្រះច័ន្ទឈ្មោះ Io ធ្វើដំណើរមកដល់កាត់ចំពីមុខភពព្រហស្បតិ៍នោះវាឆាប់កើតឡើងជាងនៅខែផ្សេងទៀតហើយភាពខុសគ្នានេះវាអាចកើតមានរហូតដល់ទៅប្រមាណជា10នាទីឯណោះតាមរយៈការសង្កេតអស់រយៈពេលជាច្រើនឆ្នាំហើយបូករួមជាមួយនឹងទិន្នន័យដែលបន្សល់ទុកដោយ Cassini Ole Rømer បានកត់សម្គាល់ឃើញថាសូរគ្រាសលើភពព្រហស្បតិ៍នេះវាឆាប់កើតមាននៅពេលដែលគន្លងរបស់ភពផែនដីខិតទៅជិតនឹងភពព្រហស្បតិ៍ហើយសូរគ្រាសនេះត្រូវពន្យាពេលហើយក្រកើតឡើងជាងមុននៅពេលដែលគន្លងរបស់ភពផែនដីចេញឆ្ងាយពីភពព្រហស្បតិ៍សំដៅទៅផ្នែកម្ខាងទៀតនៃព្រះអាទិត្យចេញពីការសង្កេតនេះ Ole Rømer បានសន្និដ្ឋានថាតាមការពិតទៅសូរគ្រាសលើភពព្រហស្បតិ៍នេះវាកើតឡើងនៅក្នុងចន្លោះពេលដូចគ្នាយ៉ាងទៀងទាត់ដោយគ្មានប្រែប្រួលនោះទេក៏ប៉ុន្តែការដែលគេសង្កេតមើលពីផែនដីនេះទៅឃើញមានប្រែប្រួលគឺដោយសារតែចម្ងាយរវាងផែនដីនិងភពព្រហស្បតិ៍មានការប្រែប្រួលហើយពន្លឺត្រូវការពេលក្នុងការធ្វើដំណើរកាត់តាមទីអវកាសនៅពេលដែលភពផែនដីខិតទៅជិតភពព្រហស្បតិ៍រូបភាពសូរគ្រាសវាឆាប់មកដល់ផែនដីហើយនៅពេលដែលភពផែនដីខិតចេញឆ្ងាយសូរគ្រាសកើតឡើងនៅក្នុងពេលដូចគ្នាក៏ប៉ុន្តែយើងក្រមើលឃើញវាជាងមុនដោយសារតែចម្ងាយវាឆ្ងាយជាងមុនហើយពន្លឺក៏ត្រូវការ
ពេលយូរជាងមុនដើម្បីធ្វើដំណើរពីភពប្រហោះមកភពផែនដីរបស់យើងជាការប៉ុណ្ណាថាទាល់តែច្រើនសតវត្សក្រោយមកទៀតទើបគេអាចគណនារកឃើញល្បឿននៃពន្លឺដោយសក្តិបានក៏ប៉ុន្តែទោះជាយ៉ាងណាអ្វីដែល Ole Rømer បានរកឃើញនៅពេលនោះវាគឺជាចំណុចចាប់ផ្ដើមដ៏ចម្បងមួយដើម្បីអាចឲ្យអ្នកប្រាជ្ញផ្សេងទៀតមានការយល់ដឹងកាន់តែច្បាស់អំពីធម្មជាតិនៃពន្លឺហើយអ្នកប្រាជ្ញមួយរូបទៀតដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការយល់ដឹងអំពីពន្លឺនេះគឺអ្នកប្រាជ្ញ Scotland ឈ្មោះថា James Clerk Maxwell ត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមអ្នកប្រាជ្ញដ៏សំខាន់បំផុតនៅក្នុងប្រវត្តិរបស់មនុស្សជាតិយើងរួមជាមួយនឹងអ្នកប្រាជ្ញដូចជា Isaac Newton និង Albert Einstein ជាដើមនៅក្នុងចន្លោះឆ្នាំ1861និងឆ្នាំ1862 Maxwell បានសិក្សាលម្អិតទៅលើគំនិតនិងពិសារបស់ Michael Faraday ស្ដីអំពីទំនាក់ទំនងរវាងអគ្គិសនីនិងម៉ាញ៉េទិកហើយបានសរសេរចេញទៅជាសមីការគណិតវិទ្យាដែលអាចបញ្ជាក់ថាម៉ាញ៉េទិកនិងអគ្គិសនីនេះវាមិនមែនជាកម្លាំងពីរដាច់ពីគ្នានោះទេក៏ប៉ុន្តែគឺជាកម្លាំងតែមួយដែលគេឲ្យឈ្មោះថា electromagnetic នៅក្នុងចំណោមសមីការជាច្រើនដែល Maxwell បានរកឃើញមានសមីការមួយដែលបង្ហាញអំពីលក្ខណៈពិសេសនៃរលក electromagnetic ដែលអាចធ្វើដំណើរកាត់ភាពទទេនៃទីអវកាសបានដោយមិនត្រូវការសារធាតុចម្លងក៏ប៉ុន្តែក្នុងពេលជាមួយគ្នាសមីការរបស់ Maxwell នេះវាក៏បានបង្ហាញនៅចំណុចដ៏សំខាន់មួយទៀតដែលគេមិនបានរំពឹងទុកពីមុនគឺលើកបឿននៃរលក electromagnetic ឆ្លងកាត់លំហអវកាសនេះវាដូចគ្នាទៅនឹងលើកបឿននៃពន្លឺចេញពីសមីការនេះ Maxwell ក៏បានទាញនូវសេចក្តីសន្និដ្ឋានមួយថាពន្លឺមិនមែនត្រឹមតែមានល្បឿនស្មើនឹង electromagnetic នោះទេក៏ប៉ុន្តែតាមការពិតទៅពន្លឺនេះផ្ទាល់វាគឺជារលក electromagnetic ហើយដូច្នេះហើយបានជាពន្លឺអាចធ្វើដំណើរឆ្លងកាត់ភាពទទេនៃទីអវកាសបានដោយមិនចាំបាច់ត្រូវការឲ្យមានអ្វីទាំងអស់ជាសារធាតុចម្លងលើពីនេះទៅទៀតការរកឃើញថាពន្លឺមានល្បឿនមួយកំណត់នោះវាក៏ជាគន្លឹះដ៏ចម្បងមួយផងដែរនៅក្នុងដំណើរវិវត្តនៃចំណេះដឹងរបស់មនុស្សយើងទៅលើចក្រវាឡគឺវាអាចឲ្យយើងសម្លឹងមើលទៅកាន់អតីតកាលនៅពេលដែលគេសម្លឹងមើលទៅកាន់តែឆ្ងាយក្នុងទីអវកាសគេក៏អាចមើលឃើញកាន់តែឆ្ងាយទៅក្នុងអតីតកាលផងដែរដោយសារតែពន្លឺដែលមានប្រភពចេញពីផ្កាយឬ Galaxy ដែលនៅឆ្ងាយវាត្រូវការពេលយូរទើបអាចធ្វើដំណើរមកដល់ភពផែនដីហើយអាចឲ្យយើងមើលឃើញវាបានក៏ប៉ុន្តែទោះជាយ៉ាងណាការមើលឃើញទៅកាន់អតីតកាលនេះវាក៏មានដែនកំណត់របស់វាផងដែរដោយផ្កាយឬ Galaxy ខ្លះវាស្ថិតនៅឆ្ងាយខ្លាំងពេកឆ្ងាយរហូតដល់ពន្លឺរបស់វាមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើរមកដល់ភពផែនដីរបស់យើងគិតមកទល់នឹងពេលបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្របានកំណត់ថាចក្រវាឡរបស់យើងនេះបានចាប់កំណើតឡើងពីហេតុការណ៍ Big Bang កាលពីប្រមាណជា 13,800 លានឆ្នាំមុនដូច្នេះផ្កាយឬ Galaxy ទាំងឡាយណាដែលស្ថិតនៅលើសពី 13,800 លានឆ្នាំពន្លឺពីភពផែនដីរបស់យើងនោះបើទោះបីជាយើងមាន telescope ដែលមានកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយក៏យើងមិនអាចមើលឃើញផ្កាយឬ Galaxy ទាំងនោះបានដែរដោយសារតែពន្លឺដែលចេញពីផ្កាយនិង Galaxy អស់ទាំងនេះមិនអាចមានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើរមកដល់ភពផែនដីហើយអាចឲ្យយើងមើលឃើញវាបាននេះហើយគឺជាព្រំដែននៃអ្វីដែលគេឲ្យឈ្មោះតាមភាសាអង់គ្លេសថា observable universe ពលគឺជាព្រំដែននៃចក្រវាឡដែលគេអាចសង្កេតមើលឃើញបានក៏ប៉ុន្តែនេះវាក៏មិនមែនមានន័យថាចក្រវាឡរបស់យើងមានដែនកំណត់តែត្រឹមនេះនោះដែរទៅហួសពី observable universe នេះទៅក៏អាចមានផ្កាយមាន Galaxy ជាច្រើនផ្សេងទៀតនោះដែរគ្រាន់តែយើងមិនអាចមើលឃើញវាបានតែប៉ុណ្ណោះ